អំណាចបន្តាំឪពុកសំណួរ1តើកំណាព្យខាងលើដកស្រង់មកពីឯកសារណាជាបទអ្វី2តើអត្ថន័យនៃបទកំណាព្យខាងលើនេះមានន័យដូចទេខ្លះ3តើពាក្យថាដឹងក៏ដឹងកិច្ចវាស់រួចសឹមគូកុំព្យូមិធូមានអត្ថន័យដូចទេ4ចូលពន្យល់អត្ថន័យក្នុងវគ្គសួរស្លាប់តែជាឲ្យគិតជញ្ជីងកំបងធំមានរំពងឲ្យសពអរិយាសិលគប់ពាក្យស្លែងកុំស្អប់ពាក្យគប់ឲ្យយកចង់គង់ឲ្យទុកចង់បានក្តីសុខឲ្យស្វែងដើររកឃើញច្បាស់ធរអាឲ្យយកខ្លួនជ្រោកក្តីសោមមកឲ្យជិះចេញឆ្ងាយ5ចូលបង្ហាញចំណាប់ជូនទួលរបស់អត្ថបទកាព្យខាងលើ6មតិខ្លះតើអត្ថបទកាព្យខាងលើមានគោលដៅអប់រំកូនចៅយ៉ាងដូចចម្លើយ1កំណាព្យខាងលើដកស្រង់មកពីឯកសារប្រជុំច្បាប់បណ្ដាំបិតាទំព័រទី1ដល់ទី5មកពុំឆ្នាំ1987ជាបទកាកតិ2អត្ថន័យនៃបទកំណាព្យខាងលើនេះមានន័យដូចជាផ្កាយត្រូវយកបណ្ដាំឪពុកនេះទៅទុកទៅដាក់ជាគេមរតកសម្រាប់ត្រូវទងជីវិតកូនល្អឬកូនអាក្រក់គឺអាស្រ័យទៅលើឪពុកចំណេះដឹងប្រៀបបីដូចជាមុខកាំបិតត្រូវចេះប្រុងប្រយ័ត្នក្នុងការប្រើប្រាស់គិតរួចសិនចាំគូត្រូវចេះដើរផ្លូវការដើរការពារជីវិតខ្លួនទោះស្លាប់ទៅក៏នៅតែជាអ្នកជាត្រូវចេះស្ដាប់ពាក្យល្អទៅឲ្យឆ្ងាយពីអំពើអាក្រក់ព្យាយាមរកស៊ីដោយអាត្មាត្រូវចេះរាប់អានជាមួយមនុស្សចិត្តខាងកុំកេងខាងធ្វើអ្វីហួសពីលទ្ធភាពនិងសមត្ថភាព3ពាក្យថាដឹងក៏ដឹងកិច្ចវាស់រួចសឹមគូកុំព្យូមិធូមានអត្ថន័យដូចតទៅដឹងក៏ស្គាល់ច្បាស់ពីចរិតពិតដឹងកិច្ចស្គាល់ច្បាស់ពីសារជាតិពិតរបស់កិច្ចការអ្វីមួយវាស់រួចសឹមគូគិតរួចសិនចាំធ្វើកុំព្យូមិនឲ្យចេះប្រើកិច្ចកលបោកបែងឆោតមេធូមូម៉ង4ពន្យល់អត្ថន័យក្នុងវគ្គសួរស្លាប់តែជាកំបងធម្មាអរិយាសិលគប់ឲ្យគិតជញ្ជាំងរំពងឲ្យសពពាក្យស្លែងកុំស្អប់ពាក្យគប់ឲ្យយកចង់គង់ឲ្យទុកចង់បានក្តីសុខឲ្យស្វែងដើរកឃើញច្បាស់ធរអាឲ្យយកខ្លួនជ្រោកក្តីសក្មុកមុខឲ្យជិះចេញឆ្ងាយវគ្គទី1ក្នុងខ្លួនត្រូវមានធម៌កិរិយាល្អប្រសើរទោះស្លាប់តែទុកនៅគេឈ្មោះល្អប្រពៃពីល្អដែលគេដាស់ទិនត្រូវទទួលយកដើម្បីរចនាជីវិតឲ្យប្រពៃវគ្គទី2បើចង់ថែរក្សាទ្រព្យមិនត្រូវខំខ្ជិលជាសេចក្តីសុខត្រូវមានសេចក្តីស្ងប់ចិត្តដោយថយជិះចេញពីរឿងសាមងហើយបើចង់មាន5ចំណាប់ជូនទួនរបស់អត្ថបទកាព្យខាងលើគឺចំណាប់ជូនកគំនូរតាមចំណាប់ជូនហើយកូនពលលោកសួនឯងមានយកបណ្ដាំបិតាឪពុកនេះចាស់អបវ័យឲ្យបាសួនឯងរក្សាពាក្យឪពុកនៅឲ្យកូនកំសត់រៀនអត់រៀនគិតក្នុងកដៅរៀនអន់លំទន់កុំឲ្យមងសៅគេដល់ឪពុក123 4 1234 1234 123 4 1234
បូកជួនក្នុងវគ្គឃ្លាទី4ឃ្លាទី1វគ្គទី1ជួននឹងឃ្លាទី4ឃ្លាទី2វគ្គទី1 1234ដល់ខ្លួនកូនពៅព្យាង្គទី4ឃ្លាទី3វគ្គទី1ជួននឹងព្យាង្គទី4ឃ្លាទី5វគ្គទី1ជួននឹងព្យាង្គទី4ឃ្លាទី6វគ្គទី1បូកជួនឆ្លងវគ្គព្យាង្គទី4ឃ្លាទី7វគ្គទី1ជួននឹងព្យាង្គទី4ខផ្ទុនឃ្លាទី3វគ្គទី2ជួនពីរៀនអនរៀនអត់រៀនកាត់ក្នុងកាត់ក្រៅរៀនអនលំតូនផ្ទុនពីសួន6អត្ថបទកាប់ខាងលើមានគោលដៅអប់រំកូនចៅដូចតទៅកូនត្រូវតែសាងអំពើសុចរិតអំពើល្អត្រូវស្វែងរកចំណេះវិជ្ជាដាក់ខ្លួនមុននឹងធ្វើអ្វីត្រូវពិចារណាឲ្យបានមកចត់ត្រូវដើរផ្លូវការដើរសុចរិតរាប់អានមិត្តភក្តិដែលមានចិត្តធម៌ធ្វើជាទីជំរកសម្រាប់អ្នកដទៃកុំអួតខេងខាងធ្វើអ្វីទៅតាមលទ្ធភាពនិងសមត្ថភាពកុំតឹងពេកកុំធូរពេកប្រកបរបររកស៊ីផ្លូវ